តើរវាងការសរសេរហើយនឹងការប្រម៉ូទសៀវភៅឬក៏ធ្វើ marketing អំពីសៀវភៅខ្លួនឯងមួយណាពិបាកជាងចម្លើយគឺការប្រម៉ូទសៀវភៅខ្លួនឯងឬក៏ធ្វើ marketing អំពីសៀវភៅខ្លួនឯងគឺពិបាកជាងបើសិនជាឲ្យខ្ញុំធៀបជាមួយនឹងការសរសេរខ្ញុំមិនដឹងមិនដែរធ្លាប់ធ្វើការនៅ agency តាក់ទងរឿង marketing រឿងអីហ្នឹងដែរប៉ុន្តែ when it come to books it another different story គឺវាហាក់ដូចជារឿងថ្មីសម្រាប់ខ្ញុំវាហាក់ដូចជាអីមួយដែលខ្ញុំពិបាកប៉ុន្តែមិនមែនថាខ្ញុំអត់ដែលធ្វើវីដេអូឬក៏ធ្វើអីដើម្បីប្រម៉ូទសៀវភៅខ្លួនឯងនោះទេគឺកន្លងមកធ្វើប៉ុន្តែមួយរយៈចុងក្រោយហ្នឹងមិនដឹងថាមួយរយៈចុងក្រោយហ្នឹងសម្ដៅពីពេលណាដល់ពេលណាគ្រាន់តែដឹងថាឲ្យតែពេលនឹកដល់ការប្រម៉ូទសៀវភៅគឺខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ដឹងថាត្រូវធ្វើម៉េចចាអត់ដឹងថាត្រូវធ្វើម៉េចហ្មងសម្រាប់ប្រម៉ូទសៀវភៅខ្លួនឯងអូខេឥឡូវបកមកថាមូលហេតុអីបានជាសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាការប្រម៉ូទសៀវភៅពិបាកជាងការសរសេរសៀវភៅដោយសារអ្នកទាំងអស់គ្នាដឹងហើយគោលបំណងនៃការប្រម៉ូទសៀវភៅគឺដើម្បីឲ្យអ្នកអានស្គាល់អំពីសៀវភៅហើយនៅពេលដែលយើងប្រម៉ូទទៅគឺធ្វើមិនឲ្យគេចង់ទិញសៀវភៅហ្នឹងអញ្ចឹងយើងត្រូវនិយាយល្អនិយាយអីពីសៀវភៅហ្នឹងមែនតើមិនខ្ញុំអត់ចេះនិយាយល្អពីសៀវភៅខ្លួនឯងខ្ញុំចេះហើយខ្ញុំចូលចិត្តទៀតប៉ុន្តែដូចវាមានអីមកទេដូចរបៀបថាចេះចង់និយាយថាសៀវភៅហ្នឹងវាមិនអីមិនប៉ុន្តែចេះខ្លាចមួយថាចេះបើសិនជាខ្ញុំនិយាយល្អពេកពីសៀវភៅហ្នឹងទៅឬក៏ជួនកាលខ្ញុំគិតថាអូខេអាហ្នឹងគឺជាចំណុចល្អនៃសៀវភៅរបស់ខ្ញុំមែនប៉ុន្តែស្រាប់តែអ្នកអានគាត់ទិញយកទៅអានគាត់អត់បានទទួលអីដូចដែលខ្ញុំនិយាយប្រាប់ឬក៏ណែនាំទៅគាត់ថាសៀវភៅហ្នឹងវាល្អមិនមានអីខ្លះអញ្ចឹងណាដល់ពេលអញ្ចឹងទៅចេះលួចគិតខ្លាចអ្នកអានគាត់ថាចេះថាខ្ញុំនឹងប្រម៉ូទបែបអត់សូវស្មោះត្រង់អញ្ចឹងបានន័យថាសៀវភៅយើងវាអត់ល្អអញ្ចឹងប៉ុន្តែហេតុអីក៏និយាយដូចល្អម៉េះអាហ្នឹងគឺជាការខ្លាចរបស់ខ្ញុំដោយខ្លួនឯងជាការបារម្ភដោយខ្លួនឯងទេអញ្ចឹងហើយបានភាគច្រើននៅពេលដែលខ្ញុំចេញស្នាដៃថ្មីនីមួយហ្នឹងខ្ញុំតែងតែមានវីដេអូដើម្បីណែនាំពីសៀវភៅហ្នឹងថាវាមិនខ្លះអីមិនខ្លះដើម្បីបង្កលក្ខណៈងាយស្រួលឲ្យអ្នកអានក្នុងការសម្រេចចិត្តថាតើគាត់គួរទិញសៀវភៅមួយហ្នឹងឬក៏អត់ហើយចំពោះមូលហេតុទី2ដែលការប្រម៉ូទសៀវភៅឬក៏ marketing អំពីសៀវភៅហ្នឹងវាហាក់ដូចជាពិបាកសម្រាប់ខ្ញុំបើធៀបទៅនឹងការសរសេរដែរប្រហែលជាខ្ញុំផ្ដោតអារម្មណ៍ឬក៏ក្តីស្រឡាញ់ការយកចិត្តទុកដាក់អីហ្នឹងបានន័យថាខ្ញុំចំណាយធនធានច្រើនណាអំឡុងពេលសរសេររឿងអញ្ចឹងដល់ពេលវាមកដល់ដំណាក់កាលនៃការផ្សព្វផ្សាយឬក៏និយាយអំពីស្នាដៃខ្លួនឯងហ្នឹងអាធនធានដែលត្រូវប្រើលើការផ្សព្វផ្សាយហ្នឹងវាហាក់ដូចជាអស់រលីងដោយសារប្រឹងសម្រាប់ការសរសេររឿងពេកអាហ្នឹងចំណុចមួយដែរដល់ពេលចំណុចទី3ខ្ញុំគិតថាអញ្ចេះដោយសារតែខ្ញុំឬក៏ប្រហែលជាខ្ញុំអត់សូវចំណាយពេលនៅលើបណ្ដាញសង្គមជាប់លាប់អញ្ចឹងអាភាពមិនជាប់លាប់របស់ខ្ញុំហ្នឹងធ្វើឲ្យខ្ញុំហាក់ដូចជាតាមអត់ទាន់ trend របស់បណ្ដាញសង្គមឬក៏ trend របស់សង្គមបែបឬក៏ trend នៅក្នុងអា digital world ហ្នឹងថាវាមិនខ្លះដល់ពេលអញ្ចឹងនឹកឃើញថាចង់ប្រម៉ូទប៉ុន្តែមិនដឹងថាគួរចាប់ផ្ដើមពីចំណុចណានឹកឃើញថាចង់ធ្វើអញ្ចេះទៅដូចវាសាមញ្ញពេកវាដដែលពេកអីអញ្ចឹងណាដល់ពេលអញ្ចឹងគិតថាមិនបាច់ហ្មងទៅចាដល់ពេលចំណុចទី4វិញខ្ញុំគិតថាចេះប្រហែលជាមិនអានស្ដាប់ហើយជួយគិតខ្ញុំផងថាហ្នឹងវាជាចំណុចវិជ្ជមានឬក៏អវិជ្ជមានប្រហែលជាខ្ញុំហ្នឹងវាហាក់ដូចគិតថាចេះស្នាដៃរបស់ខ្ញុំវាមាន fan base ហើយអញ្ចឹងទោះបីខ្ញុំអត់សូវប្រម៉ូទច្រើនក៏អ្នកអានរបស់ខ្ញុំនៅពេលដែលចេញសភៅថ្មីគឺគាត់នឹងទិញសភៅរបស់ខ្ញុំលួចគិតអញ្ចឹងណាមែនតែហើយនិយាយទៅដូចខ្លួនឯងនឹងមានអ្នកអានច្រើនអត់ទេខ្ញុំមានអ្នកអានដែលខ្ញុំនិយាយថាជា fan base ឬក៏អ្នកអានជាក់លាក់ក្រុមគោលដៅអ្នកអានជាក់លាក់របស់ខ្ញុំនឹងមានមែនប៉ុន្តែគាត់ថាវាមិនច្រើនទេអញ្ចឹងណាប៉ុន្តែក្នុងនាមជាអ្នកនិពន្ធក៏ចង់ឲ្យស្នាដៃរបស់ខ្លួនឯងវាបានកាន់តែទូលំទូលាយទៅកាន់អ្នកអានផ្សេងទៀតអញ្ចឹងវាអត់មានអីទេតាមរយៈការធ្វើការផ្សព្វផ្សាយបន្ថែមអីអញ្ចឹងប៉ុន្តែខ្ញុំវាពិតជាអត់ពូកែខាងនឹងមែនដល់ពេលអញ្ចឹងទៅពេលខ្លះក៏គិតថាអ្នកដែលគាត់អានសភៅគាត់ផ្សព្វផ្សាយបន្តហ្នឹងក៏គាត់បានជួយដែរហ្នឹងក៏ជាចំណែកមួយជំរុញឲ្យសភៅខ្ញុំបានទៅដល់ដៃអ្នកអានថ្មីដែរបកមករឿងការធ្វើ marketing អំពីសភៅឬក៏ការប្រម៉ូទសភៅវិញវាត្រូវការខួរក្បាលពេលវេលាហើយនឹងអា creativity ឬក៏គំនិតច្នៃប្រឌិតដើម្បីយើងដាក់បញ្ចូលទៅក្នុងការធ្វើមាតិកានីមួយៗដើម្បីនិយាយប្រម៉ូទពីសភៅឬក៏ធ្វើមិនដើម្បីឲ្យមាតិកាដែលខ្ញុំចង់ផ្សាយពីសភៅរបស់ខ្ញុំហ្នឹងវាមានភាពតាក់ទាញដល់ពេលគិតច្រើនពេកអញ្ចឹងទៅវាទៅជាធ្វើអីអត់ចេញវិញពីព្រោះខ្ញុំប្រហែលជាខ្ញុំនៅមានអាកណិតមួយថាចេះបើសិនជាខ្ញុំត្រូវចំណាយពេលប៉ុណ្ណឹងដើម្បីគិតទៅលើ marketing ខ្ញុំចំណាយពេលហ្នឹងមកលើការទៅសេវិញសម្រាប់ខ្ញុំវាល្អជាងប៉ុន្តែខ្ញុំក៏ទទួលស្គាល់ដែរថានេះវាជាកំសោយមួយទេពីព្រោះឧទាហរណ៍ថាបើសិនជាយើងមានផលិតផលមួយល្អសេវាកម្មមួយល្អប៉ុន្តែយើងអត់ចេះផ្សព្វផ្សាយទោះបីល្អមិនក៏ដោយវាល្អសម្រាប់តែខ្លួនយើងវាល្អសម្រាប់តែក្រុមមនុស្សតូចណាដែលបើក្នុងនៃ business វិញខ្ញុំគិតថាប្រហែលជាវាមិនសូវល្អហ្មងទេពីព្រោះរឿង business រឿងលក់រឿងដូរហ្នឹងគឺគេចង់ឲ្យទៅដល់ដៃមនុស្សច្រើនអីចឹងប៉ុន្តែខ្ញុំ
ខ្ញុំមិនដឹងថាត្រូវនិយាយមិនប៉ុន្តែហ្នឹងហើយវាជាអីដែលខ្ញុំត្រូវ challenge ខ្លួនឯងហើយ overcome ទៅលើអា challenge មួយហ្នឹងដែរតែគ្រាន់តែគិតថាដូចខ្ញុំនិយាយមិញអញ្ចឹងណាដោយសារការធ្វើអីឬក៏មាតិកាតាក់ទងជាមួយនឹងការប្រម៉ូទឬក៏ marketing ស្នាដៃខ្លួនឯងហ្នឹងវាសឹងថាប្រើធនធានពេលវេលាដោយការទៅសេរឿងឬក៏ពេលខ្លះលើសការទៅសេរឿងទៀតអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់បើសិនជាខ្ញុំមានពេលប៉ុណ្ណឹងខ្ញុំមានធនធានប៉ុណ្ណឹងខ្ញុំចង់ចំណាយមកលើការទៅសេរឿងច្រើនជាងប្រហែលជាខ្ញុំវានៅមានអា fix idea មួយថាអញ្ចេះឲ្យតែយើងមានស្នាដៃល្អមិនយូរមិនឆាប់ពេលគេផ្សេងនឹងតែស្គាល់គេផ្សេងនឹងតែស្គាល់ប៉ុន្តែវាចាយពេលចង់10ឆ្នាំហើយតែសួរថាខ្ញុំមិនដែរមើលខ្ញុំនៅតែគិតថាការ marketing ឬក៏ធ្វើមាតិកាប្រម៉ូទពីសភៅគឺវាសំខាន់ប៉ុន្តែបើសិនជាឲ្យចាប់យកទាំងពីរខ្ញុំដឹងខ្លួនឯងតែខ្ញុំចាប់អត់បានទេអញ្ចឹងចង់មិនចង់ហើយណាមួយជាអីដែលខ្ញុំស្រឡាញ់ផងខ្ញុំចង់ផ្ដោតទៅលើការសរសេរស្នាដៃរបស់ខ្ញុំច្រើនជាងអញ្ចឹងណាហ្នឹងហើយឥឡូវបកមករឿង marketing រឿងអីវិញខ្ញុំគិតថាបើសិនជាយើងជាអ្នកនិពន្ធយើងមានក្រុមការងារដើម្បីធ្វើរឿងទាំងអស់ហ្នឹងជំនួសយើងណាគឺជារឿងមួយល្អមែនតើដើម្បីយើងអាចផ្ដោតពេលវេលាទាំងស្រុងទៅលើការសរសេររឿងប៉ុន្តែគឺមានអ្នកនិពន្ធដែលខ្ញុំសរសើរគាត់អស់ពីចិត្តហ្មងបានន័យថាគាត់ធ្វើការងារទាំងអស់តែខ្លួនឯងទេប៉ុន្តែគាត់អាចនៅតែអាចសរសេររឿងបានល្អនៅតែអាចធ្វើ marketing រឿងរបស់គាត់បានល្អជាអីមួយដែលខ្ញុំត្រូវរៀនសូត្រពីគាត់ដែរប៉ុន្តែអត់ដឹងថាខ្ញុំត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីរៀនសូត្ររឿងទាំងអស់ហ្នឹងអញ្ចឹងឬក៏ប្រហែលជាខ្ញុំនឹងវាលំអៀងទៅលើការសរសេរឬក៏ខ្ញុំចង់ចំណាយខ្ញុំខ្លួនឯងគឺចង់ចំណាយទៅលើការសរសេរផ្ចង់អារម្មណ៍តែលើការសរសេរច្រើនជាងបានវាធ្វើឲ្យខ្ញុំអត់មានលេសគ្រប់គ្រាន់ឬក៏អត់មានកម្លាំងចិត្តគ្រប់គ្រាន់ក្នុងការជំរុញខ្លួនឯងឲ្យគិតអំពីការធ្វើ marketing សៀវភៅរបស់ខ្លួនឯងវីដេអូនេះខ្ញុំអត់ចង់លើកឡើងថាធ្វើដូចខ្ញុំបានល្អធ្វើដូចគេមិនល្អធ្វើដូចអ្នកនេះបានល្អធ្វើដូចអ្នកនោះមិនល្អអត់ទេខ្ញុំចង់ឲ្យអ្នកអានឬក៏អ្នកដែលគាត់ជាអ្នកនិពន្ធហ្នឹងគាត់មើលវីដេអូហ្នឹងហើយគាត់អាចថ្លឹងថ្លែងខ្លួនឯងទៅថាដើរតាមផ្លូវណាស្រួលជាងប៉ុន្តែអ្វីដែលខ្ញុំលើកឡើងនៅក្នុងវីដេអូនេះវាហាក់ដូចជាធ្វើឲ្យខ្ញុំរៀង reflect ដែរឆ្លុះបញ្ចាំងដែរថាខ្ញុំហាក់ដូចជាជ្រើសរើសផ្លូវដែលលំអៀងឬក៏ដែលតូទន់ទៅលើការសរសេរច្រើនជាងអញ្ចឹងបើអ្នកផ្សេងគេមើលមកអាចគិតថាអាវិធីហ្នឹងវាល្អដែរប៉ុន្តែសភៅកាលណាយើងសរសេរល្អមែនប៉ុន្តែយើងអត់ចេះ marketing សភៅយើងក៏លក់អត់ដាច់អីអញ្ចឹងប៉ុន្តែអ្នកផ្សេងប្រហែលជាគេគិតថាឬក៏គេអាចគិតដូចខ្ញុំដែរថាឲ្យតែស្នាដៃរបស់យើងល្អមិនយូរមិនឆាប់ទេស្នាដៃរបស់យើងនឹងទៅដល់ដៃមនុស្សច្រើនទៀតឬក៏មិនអញ្ចឹងទេវាត្រូវការពេលដើម្បីឲ្យស្នាដៃរបស់យើងនឹងត្រូវបានគេស្គាល់កាន់តែទូលំទូលាយជាងមុនប៉ុន្តែបើសិនជាឲ្យនិយាយថាខ្ញុំចូលចិត្តធ្វើមាតិកាតាក់ទងនឹងសភៅរបៀបម៉េចពេលខ្លះវាភ្លាមអ្នកទាំងអស់គ្នាបានន័យថាអត់ក្រងទុកមុនទេគ្រាន់តែឃើញភ្លាមធ្វើភ្លាមសម្រាប់ខ្ញុំចូលចិត្តរបៀបនឹងជាងហើយរបៀបថាដូចខ្ញុំនិយាយមុនអញ្ចឹងថាខ្ញុំអត់សូវលេងបណ្ដាញសង្គមជាប់លាប់ទេអញ្ចឹងរឿងខ្លះដោយរបៀបថាវាពិបាកតាក់ទាញខ្លួនឯងដែរវាពិបាកតាក់ទាញខ្ញុំខ្លួនឯងហ្នឹងឲ្យគិតទៅលើការធ្វើអីមួយដែលតាក់ទងជាមួយនឹងបណ្ដាញសង្គមហើយមែនតើទៅសម្រាប់ខ្ញុំបើពេលវេលាដែលមានណាខ្ញុំចូលចិត្តក្រៅពីការសរសេររឿងដែលជាការងារចម្បងរបស់ខ្ញុំហ្នឹងខ្ញុំចូលចិត្តចំណាយពេលអានខ្ញុំបើអាចឬក៏មានកម្មវិធីខ្ញុំទៅបឋកថាឬក៏ខ្ញុំទៅរៀនវគ្គអីថ្មីបើសិនជាវាមានសារៈសំខាន់សម្រាប់ការនិពន្ធរបស់ខ្ញុំណាអញ្ចឹងបានន័យថាក្រៅពីការសរសេរខ្ញុំហាក់ដូចជាចំណាយពេលមួយផ្នែកធំទៀតទៅលើការអភិវឌ្ឍសមត្ថភាពឬក៏ចំណេះដឹងទូទៅរបស់ខ្លួនឯងហើយមួយវិញទៀតខ្ញុំក៏ត្រូវការពេលដើម្បីថែទាំសុខភាពទាំងផ្លូវកាយហើយនិងផ្លូវចិត្តរបស់ខ្ញុំដែរដល់ពេលចឹងទៅនឹងហើយវាធ្វើឲ្យខ្ញុំខូចពេលវេលាសម្រាប់គិតអំពី marketing ឬក៏ការធ្វើមាតិកាបែប marketing អំពីស្នាដៃរបស់ខ្លួនឯងនឹងហើយខ្ញុំមានអារម្មណ៍ថាខ្ញុំរៀងបានធូរស្រាលនៅពេលដែលខ្ញុំបាននិយាយវីដេអូនេះចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាអញ្ចឹងពីព្រោះអីមែនតើដូចជាលួចគិតដែរអត់ចេះ marketing អញ្ចឹងដឹងលក់សភៅមិនប៉ុន្តែដល់ពេលអារម្មណ៍វិជ្ជមានមួយទៀតវាមកប្រាប់វាថាអត់អីទេខ្ញុំមានអ្នកអានដែលគាត់ស្គាល់ស្នាដៃខ្ញុំហើយទោះបីជាមិនផ្សព្វផ្សាយខ្លាំងក៏ពួកគាត់នៅតែទិញស្នាដៃរបស់ខ្ញុំអានដែរដោយសារពួកគាត់ដឹងថាខ្ញុំសរសេរបែបផែនមិនវាអាចត្រូវនឹងចំណូលចិត្តរបស់គាត់អត់អញ្ចឹងហើយនិយាយអញ្ចឹងមិនមែនថាខ្ញុំដំកើងខ្លួននឹងគិតថាខ្លួនឯងនឹងល្បីសរសេរទៅដឹងតែមានអ្នកទិញអានអីចឹងមិនមែនទេប៉ុន្តែនេះខ្ញុំគ្រាន់តែចង់លើកឡើងពីអីដែលវាកើតឡើងចំពោះខ្ញុំមែនហើយនឹងមួយវិញទៀតសម្រាប់ខ្ញុំកាលណាយើងគិតគូរអំពីរឿង marketing វានឹងធ្វើឲ្យខ្ញុំចាយពេលទៅលើបណ្ដាញសង្គមច្រើនហើយខ្ញុំដឹងថាបើខ្ញុំចាយពេលលើបណ្ដាញសង្គមច្រើនវាប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ខ្ញុំហើយវាអត់ឲ្យខ្ញុំនឹងមានពេលទៅធ្វើអីផ្សេងឬក៏ខ្ញុំអត់សូវផ្ដោតទេហើយអ្នកទាំងអស់គ្នាចំណាំឃើញហើយថាឲ្យតែពេលខ្ញុំផ្ដោតទៅលើការសរសេរគឺខ្ញុំអត់សូវលេងបណ្ដាញសង្គមទេពេលខ្លះគឺខ្ញុំធ្វើ digital detox ទៀតចាដោយសារតែខ្ញុំដឹងខ្លួនឯងហ្មងបើសិនជាខ្ញុំចង់ផ្ដោតទៅលើការងារនិពន្ធឲ្យបានល្អគឺខ្ញុំត្រូវតែកាត់បន្ថយពេលលេងបណ្ដាញសង្គមអញ្ចឹងនឹងឲ្យវា pro and con ណាវា50 ហើយមួយទៀតខ្ញុំអាចលេងបណ្ដាញសង្គមច្រើនដែរនៅពេល
ដែលខ្ញុំសរសេររឿងចប់ប៉ុន្តែតែលេងឲ្យដឹងថាអូអត់ស្រួលទេចាអញ្ចឹងអារម្មណ៍ឬក៏ផ្លូវចិត្តហ្នឹងវាអត់សូវល្អទេអញ្ចឹងបានព្យាយាមអត់លេងទេដើរដល់ចំណុចមួយគឺខ្ញុំដឹងថាអូខ្ញុំត្រូវតែដកឃ្លានតិចហើយហ្នឹងហើយខ្ញុំសូមផ្ញើសារម្ដងទៀតទៅកាន់អ្នកដែលគាត់កំពុងតែមានបញ្ហាដូចខ្ញុំឬក៏គាត់ធ្វើមិនដូចខ្ញុំកុំគិតថាតើតែធ្វើដូចខ្ញុំបានល្អធ្វើខុសពីខ្ញុំមិនល្អខ្ញុំអត់បានធ្វើវីដេអូនេះដើម្បីបែងចែកថាអ្វីខុសអ្វីត្រូវនោះទេប៉ុន្តែសូមឲ្យវីដេអូនេះវាជាទុននៃគំនិតដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងថាអ្នកទាំងអស់គ្នាត្រូវធ្វើម៉េចនៅពេលដែលចេញស្នាដៃឬក៏អ្នកទាំងអស់គ្នាអាចសាកសួរខ្លួនឯងថាតើឥឡូវហ្នឹងអ្នកទាំងអស់គ្នាកំពុងតែឲ្យតម្លៃទៅលើអ្វីឲ្យពិតប្រាកដរឿងទី1ខ្ញុំគិតថាវាអត់អីទេបើសិនជាយើងជាអ្នកនិពន្ធឬក៏ខ្ញុំខ្លួនឯងជាអ្នកនិពន្ធដែលខ្ញុំអត់សូវប៉ាកែ marketing ឲ្យតែស្នាដៃរបស់យើងល្អហើយយើងមានអ្នកអានពិតប្រាកដរបស់យើងយូរនឹងឆាប់ឬក៏វាគ្រាន់តែជាកត្តាពេលវេលាដែលនឹងរុញស្នាដៃរបស់យើងទៅកាន់មនុស្សកាន់តែច្រើនទៀតចំណុចទី2វាជារឿងល្អប្រសិនបើអ្នកនិពន្ធគាត់មានក្រុមការងារដើម្បីជួយគាត់ទៅលើការងារផ្សេងៗតាក់ទងទៅនឹងការនិពន្ធដែលធ្វើឲ្យគាត់អាចមានអារម្មណ៍ស្រស់ថ្លាផ្ដោតទៅលើការនិពន្ធតែម្យ៉ាងជាពិសេសវាល្អមែនទែននៅពេលដែលពួកគាត់ឬក៏អ្នកនិពន្ធនឹងគាត់មានក្រុមដាច់ដោយឡែកដើម្បីធ្វើការងារ marketing សភៅរបស់គាត់ខ្ញុំគិតថាអ្នកនិពន្ធណាដែលមានក្រុមបែបហ្នឹងគឺសំណាងមែនទែនដោយសារជួយសម្រាលបន្ទុករបស់គាត់ច្រើនហើយមួយទៀតខ្ញុំសរសើរអស់ពីចិត្តហ្មងគឺអ្នកនិពន្ធដែលអាចធ្វើការងារនិពន្ធផងបានន័យថាសរសេរផងនិងធ្វើការងារជាច្រើនទៀតពាក់ព័ន្ធជាមួយនឹងស្នាដៃរបស់គាត់មិនថាការបោះពុម្ពការផ្សព្វផ្សាយឬក៏ការលក់ស្នាដៃរបស់ខ្លួនឯងទេគឺសម្រាប់ខ្ញុំគឺគាត់ពិតជាពូកែមែនតែនហើយពេលខ្លះខ្ញុំគិតថាបើសិនខ្ញុំអាចធ្វើបានដូចពួកគាត់មិនដឹងជាល្អយ៉ាងណានោះទេប៉ុន្តែធ្វើម៉េចមនុស្សយើងវាមានកលៈទេសៈខុសៗគ្នាដែលតម្រូវឲ្យយើងធ្វើរឿងណាមួយដែលវាមិនអាចស្របចិត្តអ្នកដទៃប៉ុន្តែប្រហែលជាវាអាចស្របចិត្តយើងស្របនឹងបទពិសោធន៍ហើយនឹងការរស់នៅរបស់យើងដូច្នេះវាអត់មានត្រូវអត់មានខុសទេបើសិនយើងចេះតែសរសេរហើយយើងអត់ចេះផ្សព្វផ្សាយអីចឹងទៅដោយករណីខ្ញុំអញ្ចឹងប៉ុន្តែមិនមែនតែខ្ញុំគិតថាខ្ញុំមិនចេះផ្សព្វផ្សាយសុទ្ធទេខ្ញុំចេះដែរតាប្រហែលជាខ្ញុំខ្ជិលហើយអត់ចង់ចំណាយពេលច្រើនជាងនិយាយរឿងលើកទឹកចិត្តខ្លួនឯងណាចាប៉ុន្តែអត់ចង់ឲ្យអ្នកទាំងអស់គ្នាឬក៏អ្នកដែលមានបំណងជាអ្នកនិពន្ធគាត់ត្រូវគិតច្រើនអំពីរឿងហ្នឹងទេខ្ញុំគិតថានៅពេលដែលយើងដើរដល់ដំណាក់កាលណាមួយវានឹងរុញយើងទៅធ្វើរឿងណាមួយដោយឯកឯងហើយយើងនឹងទទួលបានចម្លើយអញ្ចឹងប្រហែលជាយើងត្រូវការពេលបន្ថែមទៀតហើយសម្រាប់ករណីរបស់ខ្ញុំផ្ទាល់ខ្ញុំគិតថាវាអត់អីហ្នឹងហើយវាអត់អីទេប៉ុន្តែបើសួរថាខ្ញុំចង់អភិវឌ្ឍឲ្យខ្លួនឯងបកកាយទៅលើរឿង marketing ខ្ញុំចង់តាប៉ុន្តែវាអត់ទាន់ដល់កម្រិតមួយដែលឲ្យខ្ញុំត្រូវលះបង់អាពេលវេលាផ្សេងៗទៀតដើម្បីទៅធ្វើរឿងហ្នឹងណាឬក៏លក្ខណៈថាខ្ញុំមិនចង់រហូតដល់ថ្នាក់ថាខ្ញុំត្រូវធ្វើអីមួយដែលធ្វើឲ្យខ្លួនឯងពិបាកចិត្តណាពីព្រោះអីមែនតើទៅដំណាក់កាលនេះហើយនឹងវ័យនេះគឺមេរៀនជីវិតហាក់ដូចជាចង់ឲ្យខ្ញុំនឹងផ្ដោតសំខាន់ទៅលើការងារដែលខ្ញុំស្រឡាញ់កត្តាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តហើយអ្វីដែលសំខាន់ដែលខ្ញុំហ៊ាននៅអំឡុងពេលដែលធ្វើ digital detox នេះគឺវាហាក់ដូចជាកំពុងបរៀនខ្ញុំឲ្យស្វែងរកថាតើអ្វីទៅជាតុល្យភាពនៃជីវិតរបស់ខ្ញុំឲ្យតែខ្ញុំមានតុល្យភាពទៅលើជីវិតទាំងការងារទាំងជីវិតផ្ទាល់ខ្លួនលាក់នឹងលាក់អញ្ចឹងគឺខ្ញុំអាចរស់នៅសុខជាជាមួយនឹងខ្លួនឯងបានកាន់តែល្អជាងមុនហ្នឹងហើយនិយាយច្រើនបន្តិចប្រហែលជាបាយដោយសារនឹកឃើញភ្លាមនិយាយភ្លាមអត់បានត្រៀមទេសំបីត្រៀមមិនប្រកាសថានិយាយបានល្អផងតែមុំតែអត់បានត្រៀមអញ្ចឹងជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមដល់ចប់ហើយប្រសិនបើមានកំហុសឆ្គងអចេតនាណាមួយដែលវាអត់ត្រូវចិត្តអ្នកទាំងអស់គ្នាស្ដាប់ទៅអត់សប្បាយចិត្តណាសូមទម្លាក់វាចោលចោលកុំប្រកាន់ជាប់ក្នុងចិត្តអីពួកអីខ្ញុំអត់មានចេតនានិយាយវីដេអូនេះដើម្បីឲ្យអ្នកណាម្នាក់មិនសប្បាយចិត្តនោះទេគ្រាន់តែខ្ញុំមិញហ្នឹងវាដូចរៀងដូចរបៀបថា stress បន្តិចមិនដឹងថាធ្វើមិនអញ្ចឹងក៏ធ្វើវីដេអូនេះនិយាយឲ្យវាធូរចិត្តទៅឥឡូវហ្នឹងវាធូរមែននៅពេលដែលបាននិយាយប៉ុន្តែអត់មានចេតនាថានិយាយឲ្យធូរចិត្តខ្លួនឯងឲ្យទៅតឹងចិត្តអ្នកស្ដាប់នោះទេអត់មានទេអញ្ចឹងបើខុសតោះអីអាច comment ប្រាប់ខ្ញុំបានកុំលួចជេរខ្ញុំអីប្រយ័ត្នបាបចាពួកអីយើងប៉ុណ្ណេះអស់ហើយមានរឿងអីយើងអាចនិយាយស្ដាប់គ្នាយើងនិយាយដោយសន្តិវិធីប្រើប្រាស់ពាក្យល្អៗនិយាយជាមួយគ្នាបានតាមិនចាំបាច់តតែជេរបានខ្ញុំអាចស្ដាប់អ្នកទាំងអស់គ្នាបានទេអត់ទេនិយាយមកបើខ្ញុំខកអីប្រាប់មកថាបងកន្លែងហ្នឹងខ្ញុំគិតអញ្ចឹងបងឯងយល់មិនដែរអញ្ចឹងខ្ញុំនឹងតបទៅវិញយើងតបដោយស្រួលគ្នាទៅអញ្ចឹងក៏អាហ្នឹងវាជាវប្បធម៌មួយដែលយើងផ្សព្វផ្សាយការប្រើប្រាស់ពាក្យពេចន៍ល្អៗពាក្យពេចន៍សីលធម៌នៅក្នុងបណ្ដាញសង្គមហើយចង់ឲ្យអ្នកទាំងអស់គ្នាគិតថាអញ្ចឹងទោះបីជាយើងមានគំនិតខុសគ្នាមែនប៉ុន្តែមិនបានន័យថាយើងត្រូវតែឆ្លោះគ្នាឬក៏យើងជាសត្រូវជាមួយនឹងគ្នានោះទេកុំរំពឹងថាអ្នកផ្សេងនឹងគិតដូចយើងសូម្បីតែបងប្អូនដែលកើតចេញពីពោះម្ដាយតែមួយនៅតែអាចមានគំនិតខុសគ្នាអញ្ចឹងខ្ញុំក៏អត់រំពឹងថាអ្នកទាំងអស់គ្នាគិតដូចខ្ញុំហើយអ្នកទាំងអស់គ្នាក៏មិនគួររំពឹងថាខ្ញុំនឹងគិតដូចអ្នកទាំងអស់គ្នាដែរមានរឿងអីដែលគិតថាមិនសមហេតុមិនសមផលអាច comment មកខ្ញុំនឹងយកមកពិចារណាបើឃើញថាអូវាអត់សមហេតុអត់សមផលមែនអានឹងខ្ញុំអរគុណហើយខ្ញុំនឹងកែលម្អនៅពេលក្រោយៗទៀតចាមានតែប៉ុណ្្នឹងឯងអរគុណច្រើនអ្នកទាំងអស់គ្នាជម្រាបលាបាយបាយ